សំណួរទី31 The man blank car was stolen reported it to the police មានន័យថាបុរសដែលរថយន្តរបស់គាត់ត្រូវបានគេលួចបានរាយការណ៍ទៅប៉ូលីស A who B whom C whose D which តើមួយណាជាចំណុចត្រឹមត្រូវនៅទីនេះយើងចង់បង្ហាញភាពជាម្ចាស់position whose បូកនឹង noun នៅក្នុងប្រយោគនេះ car noun ឡាននោះជារបស់ the man ដូច្នេះ the man whose car was stolen មានន័យថាបុរសដែលឡានរបស់គាត់ត្រូវបានគេលួចដូច្នេះចំណុចត្រឹមត្រូវនោះគឺ letter C whose the man whose car was stolen reported it to the police មានន័យថាបុរសដែលរថយន្តរបស់គាត់ត្រូវបានគេលួចបានរាយការណ៍ទៅប៉ូលីសហេតុអ្វីបានជាចម្លើយផ្សេងខុសចម្លើយ A who សំដៅទៅលើមនុស្សប៉ុន្តែมันបង្ហាញភាពជាម្ចាស់ទេ the man who car ខុសចម្លើយ B whom ប្រើជាកម្ម object มันអាចប្រើមុខ car ដើម្បីបង្ហាញម្ចាស់បានទេចម្លើយ D which ប្រើសម្រាប់សត្វឬវត្ថុមិនសមនៅទីនេះទេរចនាសម្ព័ន្ធត្រូវចាំ person បូក whose បូក noun បូក verb គន្លឹះប្រឡង QCM បើយើងឃើញ whose បូក noun ដូចជា car house book phone name father អញ្ចឹងត្រូវចាំបាច់គឺជ្រើសរើស whose ចំណាំងាយ who នរណាគឺ subject whom នរណាម្នាក់គឺ object whose របស់នរណារបស់គាត់របស់នាងគឺ position which ដែលសម្រាប់វត្ថុឬសត្វ